ការធ្វើសមាធិគឺងាយស្រួលជាងអ្វីដែលអ្នកគិតជាក់ស្ដែងអ្នកអាចធ្វើសមាធិបានគ្រប់ទីកន្លែងគ្រប់ពេលវេលានិងគ្រប់ស្ថានភាពទាំងអស់ព្រោះពាក្យថាសមាធិនេះវាគ្រាន់តែជាការយល់ដឹងយើងអាចនិយាយបានថាសារៈសំខាន់នៃសមាធិគឺការយល់ដឹងការយល់ដឹងមានន័យថាអ្នកដឹងថាអ្នកកំពុងគិតអ្វីកំពុងមានអារម្មណ៍យ៉ាងដូចម្ដេចនិងកំពុងធ្វើអ្វីនេះហើយជាការយល់ដឹងថាអ្នកកំពុងដឹងមនុស្សជាច្រើនគិតថាសមាធិគឺជារឿងលំបាកណាស់ត្រូវធ្វើអារម្មណ៍ឲ្យទទេស្អាតមិនគិតអ្វីទាំងអស់ហើយត្រូវផ្ដោតចិត្តតែការយល់ដូច្នេះគឺជាការយល់ច្រឡំអំពីពាក្យថាសមាធិជាក់ស្ដែងដើម្បីធ្វើសមាធិអ្នកមិនចាំបាច់ធ្វើអ្វីទាំងអស់ដូចជាការរារាំងចិត្តគំនិតឬក៏បង្កើតនៅអារម្មណ៍ពិសេសឬក៏ត្រូវស្វែងរកនៅទីស្ងប់ស្ងាត់អ្នកក៏មិនត្រូវចាំបាច់ធ្វើដូច្នេះដែរគ្រាន់តែជារឿងសាមញ្ញធម្មតាតែបើអ្នកមានការយល់ដឹងអំពីអ្វីមួយហើយរក្សាការយល់ដឹងនោះហើយជាសមាធិខណៈដែលយើងធ្វើសមាធិដូច្នេះចិត្តគំនិតឬក៏អារម្មណ៍ជាច្រើនបានមករំខានចិត្តរបស់យើងដូចជាបញ្ហាការងារខ្ញុំត្រូវធ្វើរឿងនេះខ្ញុំត្រូវនិយាយជាមួយនរណាម្នាក់ខ្ញុំបានកំណត់ពេលវេលាដ៏សំខាន់មួយខ្ញុំកំពុងស្ដាយពេលវេលាឬតើខ្ញុំធ្វើវាត្រឹមត្រូវឬខុសអារម្មណ៍ទាំងនេះអាចចូលមកក្នុងសន្តានចិត្តរបស់យើងជារឿយហើយវាក៏ជារឿងធម្មតាពេលដែលខ្ញុំនៅក្មេងការធ្វើសមាធិលើកដំបូងរបស់ខ្ញុំគឺមានអារម្មណ៍ទាំងអស់នេះបានចូលមករំខាននៅចិត្តរបស់ខ្ញុំមានពេលខ្លះខ្ញុំកំពុងតែស្ដាប់ភ្លេងហើយខ្ញុំក៏បានភ្លេចស្ដាប់សំឡេងនៃបទភ្លេងនោះហើយភ្លាមនោះខ្ញុំក៏ចងចាំឡើងវិញថាអូបន្ទាប់មកខ្ញុំក៏ភ្លេចទៅវិញទៀតវាមិនមែនជាបញ្ហាអ្វីឡើយអ្នកអាចសាកល្បងអនុវត្តវាម្ដងហើយម្ដងទៀតស្ដាប់ភ្លេងភ្លេចហើយស្ដាប់ឡើងវិញភ្លេចហើយស្ដាប់ឡើងវិញនេះហើយគឺជាសមាធិតាមរយៈការស្ដាប់សំឡេងថ្ងៃនេះសូមអ្នកទាំងអស់គ្នាអនុវត្តធ្វើដូច្នេះនៅពេលណាដែលអ្នកចេញទៅខាងក្រៅឬពេលអ្នកធ្វើការអ្នកអាចស្ដាប់សំឡេងណាមួយក៏បានហើយស្ដាប់សំឡេងនៅគ្រប់ទីកន្លែងព្រមទាំងគ្រប់ពេលវេលាដូច្នេះក៏ឲ្យឈ្មោះថាជាការធ្វើនៅសមាធិមួយផងដែរ